ជើងគាត់គឺប្រពន្ធខ្ញុំគឺជាស្រីខូចអញ្ចឹងបងប្អូនស្ដាប់មើលទៅភាសានឹងសំទោសផងខែលោវាសគាទៅជាប៉ុន្តែវាគឺជារឿងពិតរបស់បងប្អូនប្រុសគាត់ថាគាត់មានរឿងផ្ទាល់ខ្លួននឹងគាត់ចង់ឲ្យខ្ញុំនឹងជួយបកស្រាយឲ្យគាត់ឲ្យបានយល់គាត់នឹងមានទំនាក់ទំនងស្រឡាញ់គ្នាប្រហែលជា3ទៅ4ឆ្នាំទៅហើយខាងស្រីគឺជាអ្នកដែលធ្វើការនៅ karaoke ឬក៏ KTV ហ្នឹងហើយអ្វីដែលគាត់ស្អប់បំផុតហ្នឹងគឺគាត់ព្យាយាមហាមច្រើនដងថាការងារធ្វើទៅក៏ប៉ុន្តែមិនចង់ឲ្យមានឃើញទៅចេញទៅនៅជាមួយភ្ញៀវខាងក្រៅទេគាត់ក៏តាមទាន់ច្រើនដងហើយរាល់ពេលដែលតាមទាន់គឺខាងស្រីតែងតែសន្យាស្បត់ស្បាយថានឹងឈប់ធ្វើអាសកម្មភាពចេញទៅភ្ញៀវហ្នឹងទៅរកភ្ញៀវហ្នឹងហើយវានៅតែកើតឡើងចដាលហើយជាលទ្ធផលក្នុងចិត្តគាត់ដែលជាដៃគូខាងប្រុសហ្នឹងគាត់ថាគាត់ឈឺចាប់វាបោកជាមួយនឹងអាណិតហើយវាធ្វើឲ្យគាត់នឹងពិបាកក្នុងការទទួលយកអារម្មណ៍ទាំងអស់ហ្នឹងខណៈពេលដែលគាត់ខឹងឬក៏អត់សប្បាយចិត្តនឹងសកម្មភាពភាគីខាងស្រីក៏ប៉ុន្តែពេលដែលគេលើកដៃសំពះសុំវល់សុំទោសថានឹងជប់ប្រព្រឹត្តអញ្ចឹងគាត់ក៏អនុគ្រោះឲ្យបន្តទៀតក៏ប៉ុន្តែវានៅតែកើតឡើងដដែលអញ្ចឹងគាត់និយាយលួងលោមច្រើនអស់ហើយក៏ប៉ុន្តែនៅតែមិនអាចដោះស្រាយវាឲ្យបានស្អាតហើយបន្ទាប់ពីគាត់រៀបរាប់សាច់រឿងនឹងហើយហ្នឹងក៏គាត់ភ្ជាប់ជាមួយនឹងឃ្លាមួយប្រហែលជាបងប្អូនធ្លាប់ឮឃ្លាដែលគេតែងតែនិយាយថាសុកចិត្តយកស្រីខូចមកធ្វើប្រពន្ធប្រសើរជាងយកប្រពន្ធដែរទៅធ្វើស្រីខូចខ្ញុំសួរគាត់ដែរថាចេះឥឡូវនៅពេលដែលជួបប្រទះស្ថានភាពបែបហ្នឹងក្នុងទំនាក់ទំនងស្នេហាហ្នឹងខ្ញុំសួរថាគាត់ចង់បានអីហើយចង់បានយោបល់ពីខ្ញុំហ្នឹងរបៀបណាវិញចង់បានយោបល់សំបែកឬក៏ចង់បានយោបល់ក្នុងការដោះស្រាយបញ្ហាបែបណាឬក៏យ៉ាងណាយ៉ាងណីហាក់បីដូចជាមិនយល់ពីខ្លួនឯងគាត់ថាខ្ញុំធ្វើវីដេអូច្រើនហើយអញ្ចឹងឲ្យខ្ញុំសម្រេចទៅថាបកស្រាយយ៉ាងណាក៏បកទៅឲ្យតែគាត់អាចស្ដាប់បានអញ្ចឹងអានេះខ្ញុំចង់ទឿនអ្នកទាំងអស់គ្នាដែរបើសិនជាមានបញ្ហាអីព្យាយាមស្វែងយល់ពីខ្លួនឯងដែរថានៅពេលដែលយើងមានទំនាក់ទំនងមានបញ្ហានៅក្នុងស្នេហារបស់យើងនឹងដាច់ខាតទូនាទីចម្បងរបស់យើងនឹងគឺត្រូវតែយល់ឲ្យបានច្បាស់ពីអ្វីដែលខ្លួនចង់បានពីព្រោះនៅពេលដែលខ្ញុំស្ដាប់រឿងនឹងហើយខ្ញុំអត់ដឹងថាតើគួរឲ្យយោបល់បែបណាទេមិនដឹងថាយើងចង់បន្តនៅហើយចង់រកវិធីដោះស្រាយស្នេហាជាមួយគ្នាឬក៏គាត់សម្រេចថាចង់បញ្ចប់ប៉ុន្តែដោយសារតែអារម្មណ៍មួយចំនួនដែលគាត់អត់យល់ចឹងទៅគាត់អត់មានលទ្ធភាពក្នុងការកាត់ផ្ដាច់វាហើយការដែលគាត់ចិត្តទុនចិត្តអីអញ្ចឹងទៅឬក៏នៅអាណិតអាសូរគ្នាច្រើនពិបាកក្នុងការកាត់ផ្ដាច់វាឲ្យស្អាតអញ្ចឹងគាត់ត្រូវតែប្រាប់គូបំណងដែលគាត់ចង់បានពីការដែលគាត់ reach out មកសួរពីខ្ញុំនឹងអញ្ចឹងឥឡូវសុំត្រឡប់មកវិញសុំទៅផងខ្ញុំនិយាយវែងពេកសម្រាប់បងប្រុសដែលគាត់បានប្រាប់ថាចង់បានអីឥឡូវខ្ញុំគិតថានឹងសម្រាប់ជូនខ្ញុំមើលឃើញថាបងប្រុសនៅពិបាកក្នុងការទទួលយកការពិតរបស់គាត់ទោះបីជាបងឯងនៅធ្លាប់បាននិយាយថាខ្ញុំស៊ូយកស្រីខូចធ្វើប្រពន្ធធម្មតាយើងដឹងថាមនុស្សប្រុសដូចជាប្អូនបើសិនជាសមាជិកថានឹងយកដៃគូឬក៏ប្រពន្ធថាគាត់ធ្លាប់មានប្រវត្តិយ៉ាងណាយ៉ាងណីហើយបងអូនគិតថាបងអូនគឺជាមនុស្សដែលចិត្តទលាយហើយអាចទទួលស្គាល់ទទួលយល់ពីស្ថានភាពរបស់ប្រពន្ធខ្លួនឯងឬក៏ដៃគូរបស់ខ្លួនឯងបានហើយអញ្ចឹងណាប៉ុន្តែបើសិនជាបងអូនឯងនៅតែជួបប្រទះបញ្ហាទាំងអស់នេះនៅតែមានអារម្មណ៍ថ្នាំងថ្នាក់ចិត្តជាមួយនឹងសកម្មភាពរបស់គាត់មានន័យថារាល់ភាសាដែលបងអូនឯងអះអាងថាខ្លួនជាមនុស្សចិត្តទលាយនឹងបងអូនឯងទលាយវាមិនទាន់ល្វឹងទេប៉ុន្តែក៏មិនមានន័យថាបងជំរុញឲ្យបងអូនឯងបន្តបើកដៃឲ្យគាត់នឹងធ្វើអីស្រែចិត្តឬក៏ចង់ទៅដេកជាមួយភ្ញៀវណាស្រែចិត្តអញ្ចឹងដែរអញ្ចឹងកុំឲ្យស្ដាប់យល់ច្រឡំឯងគ្រាន់តែប្រាប់ថាការពិតវានៅទៅនឹងពេលដែលបងអូនថាបងអូនអាចទទួលយកគាត់បានប៉ុន្តែមួយផ្នែកទៀតគឺបងអូនឯងទទួលយកអត់បានហើយអាហ្នឹងនៅពេលដែលបងឯងទទួលយកបានបងឯងចេះតែចង់គ្រប់គ្រងសកម្មភាពរបស់គេបងឯងចេះតែចង់ហួងហែងសកម្មភាពរបស់គេហើយបងប្អូនសួរថាចុះបើខ្ញុំស្រឡាញ់គ្នាបើមិនឲ្យខ្ញុំហួងហែងសកម្មភាពរបស់គេមិនឲ្យហាមឃាត់គេធ្វើអញ្ចឹងតើឲ្យខ្ញុំធ្វើមិនវិញកន្លែងនេះជាសំណួរស៊ីជម្រៅមួយឬក៏ថាជាសំណួរល្អមួយគោលដៅរបស់បងបើសិនជាបងនឹងនិយាយឥឡូវគឺបងអត់មានចេតនាជំរុញឲ្យបងឯងសម្រេចចិត្តថានឹងត្រូវធ្វើមិនជាមួយនឹងដៃគូរបស់ខ្លួនទេប៉ុន្តែបងចង់បញ្យល់ការពិតនៅចន្លោះនឹងមួយថាពីបងទៅបងមើលឃើញថាប្អូនស្រឡាញ់ស្អីមួយឧបមាថាប្អូនស្រឡាញ់សត្វឆ្មាមួយឬក៏ស្អីមួយហ្នឹងគឺប្អូនអាចនឹងត្រូវតែដាច់ខាតរៀនបើកចិត្តស្រឡាញ់វាឲ្យបានពិតប្រាកដទោះបីវាហាក់ហើយមិនសូវជាខ្វល់ពីយើងឬក៏អីក៏ដោយបើសិនជាប្អូននៅតែបន្តអាចស្រឡាញ់វាបានអាហ្នឹងទើបយើងមានលទ្ធភាពអាចហៅថាហ្នឹងគឺជាការស្រឡាញ់តែវាគ្មានលក្ខខណ្ឌពិតប្រាកដហើយប្អូនថាប្អូនស្រឡាញ់ប្រពន្ធរបស់ប្អូនឬក៏ដៃគូរបស់ប្អូនក្នុងនាមជាស្រីខូចហ្នឹងប្អូនអាចបើកដៃបើកចិត្តសំទោសទទួលយកគាត់បានពិតប្រាកដហើយបើសិនជានៅថ្នាក់គឺប្អូនឯងប្រហែលជាមិនទាន់ពិតប្រាកដខ្លាំងទេបើសិនជាដល់ចំណុចនេះប្រហែលជាបងអូនសួរបងថាចុះសប្ងៃហ្នឹងដែលខ្ញុំទ្រាំរស់នៅជាមួយគាត់ទាំងដែលគាត់មានប្រវត្តិអញ្ចឹងបានហ្នឹងមិនមានន័យថាខ្ញុំស្រឡាញ់គាត់ខ្លាំងឬក៏ស្រឡាញ់តិចអ
អីយ៉ាងណាយ៉ាងណីទៅហើយទេអញ្ចឹងកន្លែងនេះដែរបងអាចនិយាយថាស្រឡាញ់វាស្រឡាញ់ហើយក៏ប៉ុន្តែខ្លាំងឬក៏តិចកម្រិតណាវានៅក្នុងកម្រិតមួយវាមានលក្ខខណ្ឌខ្លះដែលមនុស្សប្រុសមួយចំនួនបងអាចនិយាយបានថាឥឡូវបងឧទាហរណ៍តែខ្លួនឯងចោះដើម្បីឲ្យងាយយល់ចេះនៅពេលដែលបងធ្លាប់តែជាមនុស្សដែលមិនសូវមានលទ្ធភាពទទួលបានក្តីស្រឡាញ់ច្រើនពីអ្នកដទៃហើយបងចេះតែគិតថាខ្លួនឯងនឹងស្តង់ដារទាបជាងអ្នកដទៃបងចេះតែមានអារម្មណ៍ថាខ្លួនឯងនឹងអត់មានតម្លៃហើយមើលឃើញថាខ្លួនឯងនឹងទុនទាបខ្លាំងមែនទែនអញ្ចឹងនៅពេលដែលខ្លួនឯងគ្មានលទ្ធភាពទៅរកស្រីស្អាតបានជាដៃគូឬក៏មនុស្សល្អមួយជាដៃគូទាំងសម្បកកាយទាំងផ្លូវចិត្តទាំងគំនិតណាយើងឃើញគេល្អយើងខូចចិត្តយើងកើតមកដល់វ័យមួយដែលត្រូវការមានស្នេហាគឺយើងក៏លេចមើលជុំវិញខ្លួនយើងឃើញគេមានសង្សារយើងឃើញគេមានដៃគូយើងក៏ចេះតែមានចិត្តថាអញក៏ចង់បានមួយដែរប៉ុន្តែអាលទ្ធភាពទៅរកអាមួយដែរហ្នឹងអាមួយដែលល្អដូចចិត្តហ្នឹងវារកមិនបានអញ្ចឹងទៅហើយអាទាំងអស់ហ្នឹងក៏វាធ្វើឲ្យយើងនឹងចាប់ដើមយកខ្លួនឯងទៅប្រៀបធៀបនឹងគេគិតថាបើសិនជារកបានមួយបើទោះបីស្ទើនេះស្ទើនោះខ្វះខាតលិចកើតក៏អញយកបានដែរអញ្ចឹងអាទាំងអស់ហ្នឹងវាកើតចេញពីអារម្មណ៍ lonely អារម្មណ៍ឯកោមួយគិតថាខ្លួនឯងគ្មានលទ្ធភាពទៅស្រឡាញ់អ្នកដែលគ្រាន់បើឬក៏ព្យាយាមទៅស្រឡាញ់អ្នកគ្រាន់បើប៉ុន្តែគេមិនដែលមានលទ្ធភាពមើលឃើញយើងព្រោះពេលដែលកលេចមកមើលខ្លួនឯងគឺខ្លួនឯងទុនទាបឬក៏អន់ថយនៅក្នុងចំណុចណាមួយអញ្ចឹងហើយយើងចាប់ដើមរៀនទម្លាក់ស្តង់ដារខ្លួនឯងអញ្ចឹងសួរថាពេលដែលបងនិយាយដល់ហ្នឹងទៅបងកំពុងតែវាតម្លៃថាដៃខ្លួនឯងមានស្តង់ដារទាបឬក៏ខ្ពស់មែនបងសុំបដិសេធថាមិនមានចេតនាអញ្ចឹងទេគ្រាន់តែប្រាប់ថាយើងចាប់ផ្ដើមទៅយកអ្នកណាក៏បានដែរឲ្យតែមានលទ្ធភាពអាចស្រឡាញ់កើតអញ្ចឹងអ្នកដែលយើងគិតថាទៅយកអ្នកណាក៏បានខាងណាក៏បានហ្នឹងក៏ប្អូនចាប់ផ្ដើមទៅញ៉ែញងជាមួយអ្នកដែលងាយញ៉ែអញ្ចឹងមនុស្សដូចជាគាត់ឬក៏អ្នកដែលគាត់ធ្វើការនៅក្នុងវិស័យហ្នឹងគាត់ក៏ចិត្តងាយឬក៏អាចថាទលំទលាយស្រាប់ហើយអញ្ចឹងមនុស្សណាក៏គាត់អាចស្រឡាញ់បានមនុស្សណាក៏គាត់អាចបើកចិត្តទលំទលាយជាមួយដែរព្រោះគាត់នៅក្នុងវិស័យការងារគាត់ជួបមនុស្សច្រើនហើយអញ្ចឹងនៅពេលដែលឃើញប្អូនមានទំពើល្អធ្វើល្អជាមួយគាត់គាត់អាចបើកចិត្តរាប់អានគាត់អាចនៅជាមួយប្អូនគាត់អាចធ្វើអីជាមួយប្អូនបានប៉ុន្តែក៏មិនមានន័យថាគាត់មានលទ្ធភាពអាចគោរពប្អូនជាប្អូនក្នុងនាមជាប្អូននឹងបានពេញទីជាអនាគតដៃគូទេអញ្ចឹងណាប្អូនអាចឃើញថាគាត់ស្រឡាញ់ប្អូនប៉ុន្តែសេចក្តីស្រឡាញ់ដែលគាត់មាននឹងវាអាចមិនគ្រប់គ្រាន់ឬមិនដូចចិត្តដែលប្អូនឯងចង់បានពីគាត់ទេហើយដល់ពេលដែលប្អូនឯងអត់តែធ្លាប់មានអ្នកស្រឡាញ់ជាមួយផងនៅពេលដែលប្អូនទៅប្រស្រ័យតាក់ទងជាមួយគាត់អាហ្នឹងបងគិតថាវាគួរតែធ្វើឲ្យប្អូនឯងញ៉ាំអារម្មណ៍ល្អៗដែលបានធ្វើជាមួយគ្នាប៉ុន្តែកន្លែងនេះគឺជាបញ្ហាធំនៅពេលដែលប្អូនគិតថាពីមុនដែលធ្លាប់ sweet ធ្លាប់លេងជាមួយគ្នានឹងគាត់ស្រឡាញ់យើងខ្លាំងប្អូនក៏ខំធ្វើដើម្បីគាត់ច្រើនហើយអូនឯង expect ឬក៏រំពឹងថាបើសិនជាខ្ញុំលះបង់ឬក៏ធ្វើអីច្រើនដើម្បីគាត់ប្រហែលជាគាត់អាចមើលឃើញខ្លួនឯងជាមនុស្សដែលមានតម្លៃហើយឈប់ផ្ដល់តម្លៃទៅមនុស្សប្រុសផ្សេងៗហើយឈប់ទៅដេកជាមួយមនុស្សប្រុសផ្សេងៗអញ្ចឹងប្អូនឯងចង់ខ្លាយជាមនុស្សដែលមានតម្លៃទី1បំផុតនៅក្នុងកែវភ្នែករបស់គាត់ទាំងដែលការពិតគឺវានៅសញ្ញាសួរគាត់អត់មានលទ្ធភាពអាចកំណត់ថាប្អូនជាមនុស្សសំខាន់អស្ចារ្យយ៉ាងណាយ៉ាងណីនៅក្នុងខ្សែគាត់ភ្នែកគាត់ទេគាត់អាចគ្រាន់តែសប្បាយដែរបើសិនជាបាននៅលេងសើចជាមួយប្អូនរស់នៅជាមួយប្អូនអីអញ្ចឹងមានគ្នាជួយមើលទុកទរៈគ្នាទៅវិញទៅមកប៉ុន្តែមិនប្រកាសថាប្អូនគឺជាមនុស្សដែលមានតម្លៃធំធេងបំផុតហើយពីព្រោះបើសិនជាប្អូនជាមនុស្សដែលមានតម្លៃធំធេងបំផុតនៅក្នុងជីវិតគាត់មិនថាជីវិតគាត់ធ្លាក់ដល់បាតគាត់ទៅធ្វើការជាស្រីខារ៉ាអូខេឬក៏យ៉ាងណាយ៉ាងណីក៏ដោយគាត់នឹងមានលទ្ធភាពអាចជ្រឹបចោលអាការងារមួយចំនួននឹងដែលជាបញ្ហាសម្រាប់ប្អូននឹងដែលធ្វើឲ្យប្អូនឯងឈឺចាប់រ៉ាំរ៉ៃនឹងបានហើយក៏អាចមានលទ្ធភាពមកចាប់អាជីពដែរកន្លែងនេះគឺប្អូនព្យាយាមគ្រប់គ្រងការភាពរបស់គាត់ប្អូនគិតថាបើខ្ញុំធ្វើល្អជាមួយគាត់ខ្ញុំអាចបង្ហាញក្តីស្រឡាញ់ទៅគាត់បានច្រើនក្នុងកម្រិតនឹងហើយគាត់គួរតែមានលទ្ធភាពឲ្យតម្លៃយើងហើយស្មោះស្ម័គ្រតែជាមួយយើងអញ្ចឹងណាប៉ុន្តែការពិតគឺ fact check គឺថាវាមិនអញ្ចឹងទាំងស្រុងទេហើយអ្វីដែលប្អូនឯងធ្វើបានមិនមែនឲ្យលែងឬក៏មិនលែងគាត់ទេប្អូនឯងត្រូវទទួលស្គាល់ការពិតប្រឡងឲ្យបានថាមិនថាប្អូនឯងស្រឡាញ់គាត់ខ្លាំងប៉ុណ្ណាទេប្អូនឯងអត់មានលទ្ធភាពកាន់ក្តីស្រឡាញ់ខ្លួនឯងទំហំប៉ុណ្ណឹងគិតថាធំអស្ចារ្យហើយគិតថាគេនឹងព្រមផ្លាស់ប្ដូរសកម្មភាពរបស់គេដើម្បីយើងអញ្ចឹងប្អូនស្រឡាញ់គាត់យើងខាត់មិនបានទេអារម្មណ៍ស្រឡាញ់វាមានប៉ុន្តែបើទោះបីប្អូនឯងស្រឡាញ់គាត់ខ្លាំងប៉ុណ្ណាក៏ដោយប្អូនឯងក៏មិនអាចទៅគ្រប់គ្រងសកម្មភាពគាត់ឲ្យឈប់ធ្វើដែរកន្លែងនេះនៅក្នុងម៉ោងជជែកគ្នាជាមួយមនុស្សចាស់ខ្ញុំធ្លាប់ជជែកជាមួយមនុស្សចាស់ខ្លះគាត់និយាយថាអញ្ចឹងគាត់ថាការងារវាមានប្រមាណមុខគេដូចផ្នែកអចលនទ្រព្យផ្នែករស់ស៊ីជួញឈើហើយនិងផ្នែកស្រីខូចអាជីព3ហ្នឹងទៅលូកដៃគឺគេអត់ដកទេ
គេអត់ដែរដកឲ្យអត់មានអ្នកណាដកខ្លួនរួចទេគាត់ដែលជាអ្នកធ្វើការនៅក្នុងវិស័យហ្នឹងអ្វីដែលគាត់ចង់បានបងនៅត្រូវទៅយល់មូលហេតុដែលគាត់ធ្វើការងារហ្នឹងមុននឹងបងឯងកំណត់ថាគាត់គឺជាស្រីមាននិស្ស័យកែបានឬក៏អត់គាត់គឺជាមនុស្សស្រីដែលអាចមានលទ្ធភាពផ្លាស់ប្ដូរអាជីពបានឬក៏អត់បងឯងត្រូវមើលនិស្ស័យគាត់តើគាត់ចាយវាយល្បិលបបគាត់ចាយវាយអេយ៉ាបត់គាត់ប្រចាំថ្ងៃហ្នឹងល្អយ៉ាងណាខ្លះបើបងឯងអត់ចេះមើលទេបងឯងចេះគិតថាខ្ញុំស៊ូយកស្រីខូចមកធ្វើប្រពន្ធប្រសើរជាងយកប្រពន្ធធ្វើស្រីខូចហ្នឹងចេះតែនិយាយតាមតែចិត្តណាបងឯងចេះគិតថាប្រហែលជាខ្លួនឯងនឹងមានសមត្ថភាពអាចកែខៃវាសនារបស់គេបានកែខៃជំរឿសរបស់គេបានតែការពិតវាមិនអញ្ចឹងទេចឹងណាពីព្រោះclear ដែលថាស៊ូយកស្រីខូចធ្វើប្រពន្ធនឹងវាស្រេចតែមកថាទេមនុស្សស្រីនឹងមាននិស្ស័យកែបានឬមិនបានវាអាស្រ័យទៅកត្តាផ្សេងសម្រាប់មនុស្សស្រីនឹងគាត់យល់ឲ្យគេខ្លះបើតាមពីខ្ញុំមើលទៅខ្ញុំគិតថាវាមានហេតុផលពីរប្អូនអាចកែមនុស្សស្រីនឹងបានវាតតែទី1មនុស្សស្រីនឹងសម្រេចចិត្តថាដកដៃដែលខ្លួនឯងឈប់ធ្វើអញ្ចឹងពិតប្រាកដអញ្ចឹងណាហើយវិធីមើលនឹងវាត្រូវតែមានវិធីមើលឲ្យយល់ឬក៏ទី2បើបងឯងចង់ឲ្យដកដៃបានតើតែបងឯងមានលទ្ធភាពឲ្យលុយគាត់ចាយលើសពីមនុស្សប្រុសនឹងដែរកំពុងតែឲ្យលុយគាត់អញ្ចឹងណាអញ្ចឹងគាត់អាចស្មោះត្រង់ជាមួយយើងបានបើសិនជាយើងមានលទ្ធភាពឲ្យលុយទៅគាត់ច្រើនជាងប្រុសនោះបើសិនជាអត់មានទេបងអត់អាចគាត់អត់ឲ្យឈប់ធ្វើការងារបានទេព្រោះនៅពេលដែលគាត់ត្រឡប់ធ្វើការងារអស់នឹងហើយបងអូនចង់គាត់យ៉ាងម៉េចក៏គាត់មិនបានដែរពីព្រោះឲ្យគាត់ទៅធ្វើការងារត្រឹមត្រូវគាត់មិនធ្វើបើធ្វើការងារត្រឹមត្រូវមានគេជេរមានការងារ8ម៉ោង9ម៉ោង10ម៉ោងបានតែ3 4 500ហ្នឹងប៉ុន្តែបើសិនជាគាត់គ្រាន់តែសាច់កក្អឹកលេងសើចអូនបងហៀលិចហៀកើត5នាទី10នាទីបាន100ទៅ$200គាត់មិនព្រមដូរអាជីពអញ្ចឹងណាអញ្ចឹងបានគេថាអាការងារហ្នឹងបើសិនជាគេលុកឲ្យគេអត់ចង់ដកទេប៉ុន្តែក៏មិនមានន័យថាអ្នកដែលធ្វើនៅក្នុងហ្នឹងគ្មានចិត្តចង់ដកទេវាអាចមានកត្តាជីវភាពគូផ្សំវាមានកត្តាគ្រួសារអីគូផ្សំដែលគាត់ធ្វើការលុយច្រើននៅក្នុងកម្រិតមួយអញ្ចឹងការងារដែលអាចផ្ដល់លុយគាត់បានច្រើនវាក្នុងកម្រិតនោះអញ្ចឹងបើសិនជាឲ្យគាត់យកអាស្ថានភាពដែលគាត់ជួបប្រទះត្រូវទៅរកលុយច្រើនទាំងអស់ហ្នឹងមកថ្លឹងជាមួយនឹងទំហំក្តីស្រឡាញ់ដែលមានជាមួយឯងគឺស្រាលធ្ងន់គឺវាខុសគ្នាមេឃហើយដីអញ្ចឹងបងឯងអត់គួរគិតថាខ្លួនឯងហ្នឹងមានគេហៅថាមានភាពអស្ចារ្យខ្លាំងរហូតដល់ថ្នាក់គេអាចបោះបង់លុយនឹងចោលពីខ្លួនបាននេះអញ្ចឹងកន្លែងនេះបើសិនជាបងឯងច្រឡំគិតថាដោយសារតែបងឯងស្រឡាញ់គេខ្លាំងបងឯងសង្ឃឹមថាគេនឹងឲ្យតម្លៃបងឯងឈប់ធ្វើការហ្នឹងបើសិនជាលុយដែលបានពីការងារហ្នឹងវាច្រើននៅក្នុងកម្រិតណាមួយហើយក្តីស្រឡាញ់ជាមួយបងឯងគេមើលឃើញថាវាមិនពិតប្រាកដនៅក្នុងកម្រិតណាមួយទេអញ្ចឹងវាងាយដែលគេនឹងត្រឡប់ទៅធ្វើការងារនឹងវិញជាចុងបញ្ចប់អ្វីដែលបងចង់និយាយហ្នឹងស្អីគេបងអូនអាចខាត់សកម្មភាពគាត់បានទេហើយបើសិនជាបងអូននៅបដ ாய் វានឹងបន្តឈឺចាប់អញ្ចឹងហើយសំណួរសួរតែមួយទេបើសិនជានៅជាមួយគាត់ធ្វើឲ្យបងអូនអត់សប្បាយចិត្តអញ្ចឹងណាបងអូនមានជំរើសពីរបន្តនៅហើយបន្តការទុកអញ្ចឹងឬក៏សម្រេចចិត្តគិតថាអូខេអញអត់មាននិស្ស័យកែបានទេហើយប្រហែលជាអញអាចបើកចិត្តទៅរកស្រឡាញ់អ្នកណាដែលប្រហែលជាគោរពអញច្រើនជាងនឹងគោរពខ្លួនឯងហើយគោរពអញដែលជាដៃគូនឹងបានច្រើនជាងនឹងដែលប្រហែលជាអាចធ្វើឲ្យបងឯងសប្បាយចិត្តអញ្ចឹងណាវាលើកលែងតែបងឯងជាមនុស្សដែលតល់ជំរើសឬក៏គិតថាខ្លួនឯងជាមនុស្សដែលគ្មានលទ្ធភាពទៅស្រឡាញ់អ្នកដទៃណាបានអញ្ចឹងទៅបងគិតថាអញតល់ច្រកអញមានតែម្នាក់នឹងអញ្ចឹងបើប្រឡែងចោលវាហាក់បីដូចស្ទាយពីព្រោះឲ្យទៅរកសង្សារថ្មីវាពិបាករកអញ្ចឹងណាទៅរកដៃគូថ្មីវាពិបាករកព្រោះយើងគិតថាខ្លួនឯងអន់គិតថាខ្លួនឯងនឹងគ្មានសមត្ថភាពទៅរកអ្នកថ្មីអញ្ចឹងវាជាភាពទីតល់ច្រកមួយដែលបងឯងគិតតែខ្លួនឯងទេប៉ុន្តែជាក់ស្ដែងបើសិនជាបងឯងមានអត្តចរិតអេយ៉ាបត់ល្អមានសេចក្តីស្រឡាញ់ធំធេងអាចធ្វើបានច្រើនសម្រាប់ដៃគូជាមនុស្សដែលអត់ធ្មត់ខ្ពស់ចេះឲ្យតម្លៃដៃគូក្នុងកម្រិតណាមួយអញ្ចឹងបងជឿជាក់ថាថ្ងៃមួយគង់នឹងមានអ្នកណាដែលអាចមើលឃើញគុណតម្លៃបងអូនហើយទទួលយកបងអូនបានអញ្ចឹងពីបងទៅបងគិតថាមានប៉ុណ្្នឹងទេឈឺចាប់ឬក៏មិនឈឺចាប់ចង់បន្តឬក៏អត់សួរខ្លួនឯងថាតើខ្លួនឯងមានលទ្ធភាពរកថ្មីឬក៏អត់ឬក៏ចង់ទៅរកថ្មីឬក៏អត់បើអត់ទេនៅឬក៏អត់វាគឺអាស្រ័យលើខ្លួនឯងបើអត់ចង់ឈឺទេគឺងើបចេញពីអាកន្លែងឈឺនឹង